បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទនៅថ្ងៃនេះថ្ងៃពុធទី3ខែមិថុនាឆ្នាំ2026វេលាពេលព្រឹកម៉ោងនៅក្នុងសហរដ្ឋអាមេរិកទៅជាវេលាពេលយប់ទៅហើយម៉ោងនៅក្នុងប្រទេសកម្ពុជាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺជាការប្រកាសរបស់ខាងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលបានលើកឡើងនៅសំណើថានឹងដំឡើងពន្ធគយបន្ថែមទៀតទៅលើប្រទេសចំនួន60បាទចំនួន60ដែលក្នុងនោះគឺមានទាំងប្រទេសកម្ពុជាថៃវៀតណាមឯផងដែរណាអញ្ចឹងខ្ញុំបដោតទៅលើថៃនិងកម្ពុជាដើម្បីយកមកជម្រាបជូនប្រិយមិត្តនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង60បាទនៅក្នុងនោះវៀតណាមថៃកម្ពុជានឹងបាទមានច្រើនណាស់បាទឥណ្ឌូនេស៊ីក៏មានដែរបាទម៉ាឡេស៊ីនឹងក៏មានដែរអញ្ចឹងនៅក្នុងការដំឡើងពន្ធបន្ថែមរហូតដល់ពី10ទៅ12.5%បាទប៉ុន្តែកម្ពុជាក្នុងកម្រិត10%ថៃ12.5%ហើយព័ត៌មានទី2នេះគឺតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍បាទបាងកកប៉ុស្តិ៍បានឲ្យដឹងថាគឺលោកថាក់ស៊ីនបាទស្ថិតនៅក្នុងបញ្ជីដែលបាទត្រូវលើកលែងទោសនៅក្នុងឱកាសនៃពិធីបុណ្យកំណើតរបស់ចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រីយានីនៃប្រទេសថៃបាទដូច្នេះគឺលោកអាចនឹងលែងពាក់កងជើងអេឡិចត្រូនិកទៀតហើយនៅពេលដែលទទួលបានការលើកលែងណាបាទហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ផងដែរគឺបានបង្ហាញថាលោកអនុทิនឆាន់វីរគុលដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃមានគម្រោងនឹងទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមដើម្បីរឹតចំណងតាក់ទងជាមួយនឹងគ្នាណាបាទនេះគឺជាព័ត៌មានសំខាន់ទាំង3ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះសូមអធិស្ឋានដាក់រូបខុសច្រើនពីព្រោះឡៃរវល់មើលឯកសារខាងថៃនោះខ្លាំងពេកតែចឹងទៅមិនបាទរឿងពាណិជ្ជកម្មខ្លាំងពេកចឹងទៅបានយករូបភាពមកមិនត្រឹមត្រូវខ្លះបាទប៉ុន្តែយ៉ាងណាក៏ដោយហើយសូមអធិស្ឋានម្ដងទៀតមើលបាទពីព្រោះអីដាក់រូបអនុทิននេះខុសខ្លាំងពេកបាទសូមអធិស្ឋានឥឡូវបាទចូលដល់ព័ត៌មានបាទព័ត៌មានទី1នេះគឺជាសេចក្តីជូនដំណឹងរបស់ខាងស្ថានតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបាទហើយនឹងសេចក្តីរាយការណ៍របស់សារព័ត៌មាន AP និង UPI ជាដើមបាទនេះគឺជារូប UPI ដែលបានរាយការណ៍មកបាទអញ្ចឹងដូច្នេះខ្ញុំសូមដកសងខ្លឹមសារសំខាន់បើយោងតាមសេចក្តីជូនដំណឹងនេះគឺបានឲ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី Donald Trump គឺឥឡូវនេះគឺបានស្នើណាប្រាប់ពាក្យស្នើណាមិនទាន់ចេញជាសកម្មភាពនៅឡើយទេគឺបានស្នើការដំឡើងពន្ធគយបន្ថែមទៀតទៅលើទំនិញដែលនាំមកពីប្រទេសប្រមាណជា60ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិកបន្ទាប់ពីមានការស៊ើបអង្កេតទៅលើការនាំចូលទំនិញទាំងនោះដែលចោទថាត្រូវបានផលិតដោយការធ្វើពលកម្មដោយបង្ខំហើយនៅក្រោមសេចក្តីស្នើដែលបានបញ្ចេញឲ្យដឹងនៅកាលពីយប់ថ្ងៃអង្គារម៉ោងនៅសហរដ្ឋអាមេរិកគឺបានន័យថាទៅជាពេលព្រឹកថ្ងៃពុធម៉ោងនៅប្រទេសកម្ពុជាទៅហើយបាទគឺមានប្រទេសចំនួន16បាទគឺនឹងទទួលការដំឡើងពន្ធចំនួន 10% បាទដែលបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP បាទគឺមានប្រទេសកាណាដាមិចស៊ីកូអឺរ៉ុបតៃវ៉ាន់ហើយនិងចក្រភពអង់គ្លេសបាទគឺនឹងទៅយកពន្ធគយបន្ថែម 10% ហើយក៏ប៉ុន្តែបើយោងតាមកាសែតបាងកកប៉ុស្តិ៍
បាងកក់ប៉ុស្តិ៍គាត់ចូលទៅមើលឯកសារដើមខ្ញុំខំមើលដែរប៉ុន្តែឯកសារនោះវែងពេកមើលមិនអស់បាងកក់ប៉ុស្តិ៍គាត់ថាកម្ពុជាស្ថិតនៅក្នុងចំណោមនឹងដែរណាក្នុងចំណោមប្រទេសដែលឡើងចំនួន 10% នឹងដែរអញ្ចឹងណាបាទដែលដោយសារតែពាក់ព័ន្ធជាមួយនឹងការមិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់នៅក្នុងការហាមឃាត់ការនាំចូលនៅទំនិញដែលផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំបាទហើយប្រទេសមួយចំនួនទៀតគឺដូចជាចិនជប៉ុនឥណ្ឌាកូរ៉េខាងត្បូងហើយនិងស្វីសហើយជាដើមហើយក្នុងបាងកក់ប៉ុស្តិ៍ក៏ថាមានប្រទេសថៃផងដែរប្រទេសថៃផងដែរគឺនឹងត្រូវតម្លើងពន្ធគយបន្ថែមទៀតពន្ធនាំចូលហ្នឹងបាទគឺចំនួន 12.5% បាទអញ្ចឹងច្រើនជាងមុនបាទហើយបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP គឺឲ្យដឹងថាការដំឡើងពន្ធគយនេះវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការស្វែងរកចំណូលបន្ថែមទៀតបន្ទាប់ពីការបាត់បង់ដោយសារតែការសម្រេចរបស់តុលាការកំពូលដែលបានលុបចោលនៅពន្ធបដិការជាសកលដែលរដ្ឋបាលរបស់លោកបានដាក់ជាទូទៅពេលដែលចូលភ្លាមណាអញ្ចឹងដូច្នេះដោយនៃសង្ខេបគឺពន្ធដែលតម្លើងថ្មីនេះបើទោះបីជាឈរទៅលើហេតុផលនៃការដាក់ទៅលើហេតុផលពលកម្មបង្ខំនាំទំនិញពលកម្មបង្ខំក៏ប៉ុន្តែវាជាការមួយខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមដោយដែលពន្ធលើកមុននោះដែលកម្ពុជាកាលនោះ 19% ណាបាទអញ្ចឹងដូច្នេះឥឡូវនេះគឺជាការខិតខំប្រើប្រាស់រូបភាពផ្សេងបាទហើយបើយោងតាមកាសែតបាងកក់ប៉ុស្តិ៍គាត់ថាគឺមានបញ្ហាជាច្រើនដែលខាងសហរដ្ឋអាមេរិកបានរកឃើញបាទគឺនៅក្នុងហ្នឹងគឺផ្អែកទៅលើខាងរបាយការណ៍ស៊ើបអង្កេតដែលខាងក្រសួងតំណាងពាណិជ្ជកម្មរបស់ខាងសហរដ្ឋអាមេរិកបានមកជួបហ្នឹងគឺបានរកឃើញពីការងារមួយចំនួនដែលខាងថៃបានធ្វើប៉ុន្តែក្នុងឯកសារដើមរបស់ស្ថានតំណាងពាណិជ្ជកម្មរបស់តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកហ្នឹងដែលខ្ញុំបានទៅអានខ្ញុំសូមដកស្រង់ពាក់ព័ន្ធជាមួយនឹងកម្ពុជានេះគឺមិនមាននៅក្នុងសារព័ត៌មានណាទេគឺមាននៅក្នុងឯកសារដើមណាចឹងខ្ញុំសូមបកប្រែក្រៅប្រការពីឯកសារដើមពីតាក់ទងជាមួយនឹងកម្ពុជាគឺឯកសារនោះបានបញ្ជាក់ថាពាក់ព័ន្ធនឹងប្រទេសកម្ពុជាគឺតំណាងពាណិជ្ជកម្មនោះបានរកឃើញថាប្រទេសកម្ពុជាខកខានមិនបានដាក់ចេញនៅវិធានការឬក៏អនុវត្តឲ្យមានប្រសិទ្ធភាពនៅក្នុងការហាមឃាត់ការនាំចូលនៅទំនិញដែលផលិតដោយការប្រើប្រាស់កម្លាំងពលកម្មបង្ខំទេបាទដែលតាមការរកឃើញហ្នឹងគឺឲ្យដឹងថាកម្ពុជាហ្នឹងគឺមិនបានចាត់វិធានការឲ្យមានហេតុផលសមស្របទេហើយក៏បានរកឃើញថាកម្ពុជាហ្នឹងគឺធ្វើដូច្នេះវាជាបន្ទុកបាទឬក៏ជាការកំហិតមួយក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកបាទហើយរបាយការណ៍នោះបានបន្ថែមថាប្រទេសកម្ពុជាបានអះអាងថាខ្លួនបានចាត់វិធានការនៅក្នុងការអនុវត្តនៅវិធានការរដ្ឋបាលក៏ដូចជាផ្លូវច្បាប់ចាំបាច់ក្នុងការបំពេញទៅតាមការបញ្ញារបស់ខ្លួននៅក្នុងការធ្វើឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅការហាមឃាត់ការនាំចេញទំនិញដែលបានរោគផលិតឬក៏រុករកហើយឬក៏ផលិតទាំងស្រុងឬក៏ដោយផ្នែកមួយចំនួនដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដែលបានកំណត់ទៅតាមច្បាប់របស់ ILO ណាគឺអង្គការពលកម្មអន្តរជាតិថាជារឿងមួយខុសច្បាប់នោះគឺកម្ពុជាបានខិតខំចាត់វិធានការទៅតាមនឹងអស់ហើយបាទក៏ប៉ុន្តែគឺយ៉ាងណាក៏ដោយបាទនៅខាងសហរដ្ឋអាមេរិកក៏ថាទោះបីជាកម្ពុជាបានអះអាងបាននិយាយបែបហ្នឹងក៏ដោយក៏ប៉ុន្តែកម្ពុជាគឺមិនបានបង្ហាញអ្វីដែលជាផុសតាងក្រៅតែពីការលើកឡើងនោះទេបាទមកដល់ត្រឹមពេលដែលជួបជាមួយនឹងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបាទគឺមិនទាន់បានធ្វើសកម្មភាពណាដែលហាមឃាត់ការនាំចូលនៅទំនិញទាំងអស់នោះឬក៏ការផលិតទំនិញទាំងអស់នោះដែលប្រើប្រាស់កម្លាំងដោយបង្ខំនោះទេបាទអញ្ចឹងទៅហេតុផលដោយសារហេតុផលហ្នឹងហើយគឺការស៊ើបអង្កេតនេះបានរកឃើញថាបាទ
សកម្មភាពគោលនយោបាយនិងការអនុវត្តរបស់កម្ពុជាគឺតាក់ទងជាមួយនឹងការដែលខកខានមិនបានអនុវត្តនៅការដាក់វិធានការឲ្យបានមានប្រសិទ្ធភាពនៅក្នុងការហាមឃាត់នោះទេបាទអញ្ចឹងបានន័យថាវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកបាទអញ្ចឹងជាសរុបមកគឺចង់និយាយថាគេកម្ពុជាបានពន្យល់ប្រាប់ដែរក៏ប៉ុន្តែបាទគឺអត់ទាន់ឃើញមានផតាងនៅឡើយបាទនេះគឺខាងផ្នែកកម្ពុជារីឯខាងផ្នែកភាគីថៃវិញគឺបើយោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាគឺខាងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងក៏បានទទួលស្គាល់នៅកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃនៅក្នុងការខិតខំពង្រឹងមកការអនុវត្តនៅការច្បាប់មួយចំនួននៅក្នុងប្រទេសបាទនឹងការខិតខំធ្វើតាមនៅសង្វាក់គ្រប់គ្រងអន្តរជាតិផងដែរបាទក្នុងនោះរួមមានការផ្ដល់នៅការផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតឲ្យអ្នកជំនួញបាទផលិតទំនិញប្រកបដោយការទទួលខុសត្រូវហើយនឹងធ្វើយ៉ាងណាគោរពតាមបរិយាកាសសិទ្ធិមនុស្សច្បាប់សិទ្ធិមនុស្សហើយនឹងបាទច្បាប់បរិស្ថានផងដែរណាចឹងបានន័យថាសហរដ្ឋអាមេរិកបានទទួលស្គាល់ថាថៃក៏ខិតខំប្រឹងប្រែងចំពោះកិច្ចការអស់ហ្នឹងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកគឺបាននិយាយថាការខិតខំប្រឹងប្រែងរបស់ថៃនេះគឺមិនទាន់ដល់កម្រិតមួយដែលគេហៅថាជាវិធានការផ្លូវច្បាប់នៅឡើយទេក្នុងការហាមឃាត់ការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំនៅឡើយបាទនេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំបានដកស្រង់ចេញពីសារព័ត៌មានជាច្រើនដែលមានដូចជាខាងនេះ UPI ហើយនេះជាបញ្ជីនៃប្រទេសដែលមាននៅក្នុងបញ្ជីដែលសហរដ្ឋអាមេរិកស៊ើបអង្កេតទៅឃើញថាមាន60ប្រទេសមក60ប្រទេសគឺមានប្រទេសច្រើនណាស់នៅកម្ពុជាក៏មានវៀតណាមក៏មាននៅថៃក៏មានបាទមានចក្រភពអង់គ្លេសនឹងក៏មានដែរមានឥណ្ឌានឹងក៏មានគុយវ៉ែតនឹងមានច្រើនណាបាទអញ្ចឹងគឺម៉ាឡេស៊ីនឹងក៏មានដែរបាទអញ្ចឹងគឺប្រិមិត្តអាចមើលតាមបញ្ជីនេះបានដូច្នេះជាសរុបមកវិញគឺសហរដ្ឋអាមេរិកស្នើឡើងនៅវិធានការនេះក៏ប៉ុន្តែគឺនឹងមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេដោយនឹងទៅធ្វើសវនកម្មជាសាធារណៈនៅថ្ងៃទី7ខែក្រោយនោះគឺខែកក្កដាដើម្បីថាសម្រេចថាតើត្រូវសម្រេចយកប៉ុណ្ណឹងឬយ៉ាងណាអញ្ចឹងគឺនៅចាំមួយរយៈសិនមុននឹងចូលជាផ្លូវការបាទនេះគឺជាព័ត៌មានសំខាន់ទី1ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នារីឯព័ត៌មានទី2វិញគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍បាទសារព័ត៌មានបាងកកប៉ុស្តិ៍គាត់បានរាយការណ៍ឲ្យដឹងថាគឺលោកថាក់ស៊ីនស៊ីណាវ៉ាត់ហើយជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃឥឡូវនេះគឺត្រូវបានគេបញ្ចូលឈ្មោះនៅក្នុងបញ្ជីដើម្បីសុំការលើកលែងទោសមកពីព្រះមហាក្សត្របាទនៅក្នុងឱកាសដែលចម្រើនប្រជជនរបស់ព្រះមហាក្សត្រីយានីនៅក្នុងប្រទេសថៃនេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបាទគឺលោករដ្ឋផនបាទណៅបរតបានថ្លែងឲ្យដឹងនៅថ្ងៃពុធនេះបាទហើយបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពរបស់ថៃហ្នឹងគឺបាទលោកថាក់ស៊ីនគឺបាទនៅក្នុងបញ្ជីក្នុងបញ្ជីនោះក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើមានប្រមាណអ្នកទេដែលត្រូវបានដាក់ឈ្មោះទៅដើម្បីឲ្យបាទព្រះមហាក្សត្រលើកលែងទោសបាទក្នុងឱកាសដែលចម្រើនប្រជជននេះហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើពេលដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនោះគឺជាការលើកលែងទោសទាំងស្រុងឬទេពីព្រោះអីលោកថាក់ស៊ីននៅសល់ពេល1ខែ10ថ្ងៃទៀតដែលត្រូវពាក់កងជើងណាបាទអញ្ចឹងគឺបើសិនជាបានទទួលការលើកលែងទោសហើយតើទៅបានដោះលែងទេបាទគឺលោករដ្ឋមន្ត្រីបញ្ជាក់ថាពិតជាអញ្ចឹងមែនបាទក្រោមច្បាប់នៃការលើកលែងទោសហ្នឹងគឺនៅពេលណាដែលទទួលបានការលើកលែងទោសភ្លាមគឺគេដោះកងជើងឲ្យលោកថាក់ស៊ីនហើយដែលមានកំណត់ត្រូវ
រាយការណ៍ទៅប៉ូលីសបាទទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសដើម្បីឲ្យដឹងថាគាត់បានអនុវត្តតាមបំរាមរបស់តុលាការត្រឹមត្រូវនោះគឺក៏មិនបាច់ដែរគឺបានន័យថាគ្រាន់តែទទួលបាននៅការលើកលែងភ្លាមគឺប៉ូលីសនឹងទៅដោះចេញកងជើងហ្នឹងហើយគាត់មានសេរីភាពដូចជាមនុស្សធម្មតានេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងយុតិធម៌ដោយឡែកនាយករដ្ឋមន្ត្រីថៃគឺលោកអនុធានឆាន់វីរកុលវិញក៏បានសម្ដែងនៅការអបអរសាទរលោកថាក់ស៊ីនផងដែរចំពោះការដែលទទួលបាននៅការលើកលែងទោសនេះបាទការលើកលែងទោសនេះក៏ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេបាទគឺលោកអនុធានបានប្រាប់អ្នកសារព័ត៌មានពេលព្រឹកថាលោកបានដឹងអំពីការដំណឹងនៃការលើកលែងទោសនេះពីអ្នកសារព័ត៌មានទៅវិញទេគឺលោកមិនបានទទួលផ្ទាល់ពីប្រភពផ្លូវការទេបាទនេះគឺជាការវិវត្តនយោបាយនៅក្នុងប្រទេសថៃណាបាទហើយព័ត៌មានចុងក្រោយនេះបាទព័ត៌មានចុងក្រោយនេះគឺជាការវិវត្តថ្មីមួយទៀតនៅក្នុងទំនាក់ទំនងរវាងប្រទេសថៃជាមួយនឹងប្រទេសវៀតណាមបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ឲ្យដឹងថានាយករដ្ឋមន្ត្រីថៃលោកអនុធានឆាន់វីរកុលគឺមានកំណត់នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមតាមការអញ្ជើញរបស់មេដឹកនាំវៀតណាមគឺលោកតូឡាំបាទដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសវៀតណាមហើយនិងប្រទេសថៃហើយដំណើរទស្សនកិច្ចនេះគ្រោងនឹងរៀបចំពីថ្ងៃទី8ដល់ថ្ងៃទី9ខែមិថុនាបាទដើម្បីបំពេញទស្សនកិច្ចនេះក្នុងការពង្រឹងនៅទំនាក់ទំនងពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក៏ដូចជាការទប់ស្កាត់នៅអក្រិតកម្មឆ្លងដែនផងដែរហើយបើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃគឺអ្នកស្រីរ៉ាឆាដាឌីរ៉េកបានបញ្ជាក់ប្រាប់ឲ្យដឹងថាលោកអនុធានបានជម្រាបជូនទៅដល់គណៈរដ្ឋមន្ត្រីអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់លោកតូឡាំមកប្រទេសថៃកាលពីថ្ងៃប្រហ័សសប្តាហ៍មុនដែលក្នុងអំឡុងពេលនោះគឺមេដឹកនាំទាំងពីរគឺបានពិភាក្សាគ្នាយ៉ាងទូលំទូលាយនៅក្នុងការពង្រឹងនៅទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀតហើយកិច្ចពិភាក្សានោះក៏បានបង្ហាញនៅលក្ខណៈវិជ្ជមានបរិយាកាសវិជ្ជមានរវាងប្រទេសទាំងពីរដោយបានទទួលស្គាល់ថាខ្លួនជាសមាជិកដ៏សំខាន់នៅក្នុងសហគមន៍អាស៊ានហើយបន្ទាប់ពីមានការដំឡើងចំណងមិត្តភាពរហូតដល់ដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមកគឺភាគីទាំងពីរក៏បានយល់ព្រមនៅក្នុងការដំឡើងពាណិជ្ជកម្មទ្វេភាគីឲ្យដល់កម្រិត25,000 លានដុល្លារបាទឲ្យដំឡើងពីកម្រិតបច្ចុប្បន្នមាន24,000 លានដុល្លារហើយនឹងក៏ពង្រីកនៅកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មការវិនិយោគធម្មពលនិងសុវត្ថិភាពស្បៀងអាហារផងដែរបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍តែខ្លីតែប៉ុណ្ណឹងណាបាទអញ្ចឹងខ្ញុំសូមអរគុណប្រិយមិត្តចានដែលបាននៅរងចាំស្ដាប់ហើយថ្ងៃនេះរតបន្តិចបាទរតបន្តិចចំពោះការដែលដាក់រូបភាពដាក់អីខុសមកហ្នឹងដោយសារតែបាទបញ្ញាប់ពេកហើយណាមួយចំណាយពេលច្រើនទៅអានឯកសារដើមអញ្ចឹងនៅក្នុងពេលផ្សាយល្ងាចនេះបើសិនជាមានអ្វីថ្មីខ្ញុំអាចនឹងយកមកផ្សាយបន្ថែមបើមានប្រតិកម្មពីខាងកម្ពុជាឬក៏យ៉ាងណាខ្ញុំនឹងយកមកជម្រាបជូនប្រិមិត្តបន្ថែមទៀតផងដែរណាពីព្រោះនៅកម្ពុជាអាចព្រលឹមឡើងគឺអាចនឹងមានប្រតិកម្មយ៉ាងណាប្រិមិត្តមិនបាទប្រយុទ្ធនៅកម្ពុជាគឺបើមានប្រតិកម្មអ្វីបន្ថែមខ្ញុំនឹងមកជម្រាបជូនតទៅនឹងការបន្ថែមពន្ធគយចំនួន 10% ថែមទៀតទៅលើកម្ពុជាហើយទៅថៃគឺ 12.5% បាទអញ្ចឹងនៅពេលនេះសូមអរគុណសូមជម្រាបលាបាទប្រិយមិត្តទាំងអស់គ្នា